លទ្ធផលនៃសន្និបាតគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាលើកទី41បានប្រកាសជាអោឡារឹកពីការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការដំកល់នូវស្មារតីស្នេហាជាតិការពារដាច់ខាតនៅឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីបន្ថែមលើនេះសន្និបាតរយៈពេល3ថ្ងៃរបស់គណៈបកកាន់អំណាចក៏បានប្រកាសពីការត្រៀមខ្លួនក្នុងការប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីឥទ្ធិពលខាងក្រៅចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាក្រោមការមូលបង្កាច់ពីភាពត្រឹមត្រូវខាងផ្នែកនយោបាយនិងសកម្មភាពរបស់កម្ពុជាហើយអ្វីដែលសំខាន់ជាងនេះទៅទៀតសន្និបាតគណៈបកកាន់អំណាចក៏បានបញ្ជាក់ដែរថានឹងមិនអោនក្បាលសោះឡើយចំពោះការដាក់សម្ពាធពីខាងក្រៅការបដិញ្ញាចិត្តនេះទំនងជាបានឆ្លើយតបទៅនឹងការព្រមានជាយូរមកហើយរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកពីការដាក់ទណ្ឌកម្មនិងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាចាប់តាំងពីមានការរំលាយគណៈបក្សសង្គ្រោះជាតិនៅចុងឆ្នាំ2017មកប៉ុន្តែនៅក្នុងលទ្ធផលនៃសន្និបាតគណៈកម្មាធិការគណៈបកប្រជាជនកម្ពុជាគណៈបកកាន់អំណាចបានគូបញ្ជាក់ច្បាស់ថាការប្រើប្រាស់ទណ្ឌកម្មជាមធ្យោបាយដើម្បីគៀបសង្កត់ទៅលើប្រទេសអធិបតេយ្យមួយឲ្យធ្វើអ្វីៗទៅតាមឆន្ទៈរបស់ខ្លួនដោយយកតម្លៃសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកប្រើប្រាស់ជាលេសដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងការបំពានលើអធិបតេយ្យភាពសិទ្ធិស្វ័យសម្រេចរបស់ប្រទេសដែលខ្សោយជាងនោះហើយនឹងធ្វើឲ្យពិភពលោកជួបបញ្ហាប្រឈមនិងហានិភ័យកាន់តែច្រើនឡើងក្នុងពេលដែលបណ្ដាប្រជាជាតិកំពុងតែរួបរวมគ្នាឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍដោយចីរភាពទៅឆ្នាំ2030របស់អង្គការសហប្រជាជាតិនៅក្នុងសមារតីនេះគណៈបកកាន់អំណាចជាង3ទសវត្សរ៍នៅកម្ពុជាក៏បានបដិញ្ញាបន្តថែរក្សាសន្តិភាពសន្តិសុខស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំព្រមជាមួយនឹងការទប់ស្កាត់រាល់សកម្មភាពប្រទុសារាយដែលបង្កឡើងដោយក្រុមប្រឆាំងនិងមជ្ឈដ្ឋានអន្តរជាតិនានាដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញយ៉ាងម៉ឺងម៉ាត់និងច្បាប់ជាធរមានសូមបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជាបានជាប់ឆ្នោតជាថ្មីនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ2018បន្ទាប់ពីអវត្តមានគណៈបកប្រឆាំងធំជាងគេនៅកម្ពុជាសូមបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជាបានបិទបញ្ចប់សន្និបាតគណៈកម្មាធិការកណ្ដាលរបស់ខ្លួនរយៈពេល3ថ្ងៃកាលពីល្ងាចថ្ងៃប្រហ័សទី20ធ្នូដោយសម្រេចបានលទ្ធផលសំខាន់ៗចំនួន11ចំណុចដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួនតទៅថ្ងៃខាងមុខក្នុងនោះសន្និបាតក៏បានសម្រេចបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមនៅសមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន7រូបទៅក្នុងក្បាលម៉ាស៊ីនដឹកនាំកម្ពុជារបស់គណៈបកដោយ4រូបគឺជាមេបញ្ជាការយោធាកម្ពុជារបស់កម្ពុជាដែលទើបនឹងតែងតាំងថ្មីក្នុងនោះក៏មានលោកហ៊ុនម៉ាណែតកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនផងដែរការតែងតាំងនេះបានធ្វើឲ្យចំនួនសមាជិកគណៈអចិន្ត្រៃយ៍គណៈបកកាន់អំណាចកើនឡើងពី30រូបដល់37រូបនិងសមាជិកគណៈកម្មាធិការកណ្ដាលសរុបចំនួន865រូបចំណែកប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនបានអះអាងថារដ្ឋាភិបាលរបស់លោកត្រូវការព័ត៌មានដែលមានធម៌ពលប្រកបដោយការទទួលខុសត្រូវនិងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈគឺទាមទារឲ្យអ្នកសារព័ត៌មានស្ដាប់គ្រប់សំឡេងហ៊ាននិយាយការពិតហ៊ានរិះគន់នៅក្នុងន័យស្ថាបនានិងហ៊ានទទួលយកការពិតការប្រកាសនេះធ្វើឡើងតាមរយៈសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីផ្ញើជូនវេទិកានិពន្ធនយោបាយសារព័ត៌មានកម្ពុជានៅថ្ងៃសុក្រនេះចំណែកលោកសំរងស៊ីដែលដាក់ងារខ្លួនឯងថាជាប្រធានស្ដីទីអតីតគណៈបក្សសង្គ្រោះជាតិកាលពីថ្ងៃទី20ធ្នូបានសរសេរលិខិតមួយទៅកាន់លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខលោកសំរងស៊ីបានរៀបរាប់ប្រាប់លោកស្រី Mogherini ជាច្រើនពីស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្នលោកសំរងស៊ីក៏បានជំរុញឲ្យសហភាពអឺរ៉ុបបន្តគៀបសង្កត់មកលើរដ្ឋាភិបាលកម្ពុជាវ៉ាន់សុគន្ធារាយការណ៍នៅក្នុងលិខិតកម្រាស់ពីទំព័រជាភាសាអង់គ្លេសលោកសំរងស៊ីបានប្រាប់លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខថាដោយសារតែសម្ពាធអន្តរជាតិនិងជាពិសេសការអន្តរាគមន៍របស់គណៈកម្មការអឺរ៉ុបរដ្ឋាភិបាលក្រុងភ្នំពេញកំពុងព្យាយាមបង្ហាញនូវសញ្ញាកែប្រែនៃនយោបាយរបស់ខ្លួនក៏ប៉ុន្តែលោកសំរងស៊ីបានអះអាងថាសញ្ញានេះអាចធ្វើឲ្យមានការយល់ខុសដោយនៅក្នុងករណីនៃសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនស្តីពីការផ្តល់នីតិសម្បទាដល់បណ្ដាថ្នាក់ដឹកនាំអតីតគណៈបកសង្គ្រោះជាតិឡើងវិញតែតម្រូវឲ្យពួកគេធ្វើលិខិតស្នើសុំទៅកាន់រដ្ឋាភិបាលកម្ពុជា
នៅត្រង់ចំណុចនេះលោកសំរងស៊ីបានសង្កត់ធ្ងន់ថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដឹងយ៉ាងច្បាស់ថាការផ្ដល់នីតិសម្បទាឡើងវិញដល់មន្ត្រីអតីតបកប្រឆាំង118នាក់គឺគ្មានន័យនោះទេក្នុងស្ថានភាពបច្ចុប្បន្ននេះលោកចោទជាសំណួរថាតើពួកគេអាចធ្វើសកម្មភាពនយោបាយយ៉ាងម៉េចទៅនៅពេលគ្មានគណបកនិងគ្មានប្រធានបកបែបនេះជាមួយនឹងការចោទសួរបែបនេះលោកសំរងស៊ីក៏បានសម្ដែងនឹងការជឿជាក់ថាលោកស្រី Federica Mogherini នឹងបន្តគៀបសង្កត់មកលើរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យមានការដោះលែងលោកកឹមសុខានិងទម្លាក់រាល់ការចោទប្រកាន់មកលើគាត់ដែលនឹងឈានទៅរកការផ្ដល់នីតិសម្បទាដល់មន្ត្រីអតីតគណបកសង្គ្រោះជាតិ118នាក់ព្រមទាំងដំណើរការគណបកប្រឆាំងឡើងវិញរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ម្ដងជាពីរដងហើយថាការចង់ឲ្យមានដំណើរការគណបកសង្គ្រោះជាតិឡើងវិញនេះមិនអាចទៅរួចនោះទេក៏ប៉ុន្តែសម្រាប់ការផ្ដល់នីតិសម្បទាដល់មន្ត្រីអតីតគណបកសង្គ្រោះជាតិ118នាក់ឡើងវិញគឺអាចទៅរួចព្រោះរដ្ឋសភាកម្ពុជាបានអនុម័តកែច្បាប់ដើម្បីបើកផ្លូវឲ្យមានការលើកលែងការហាមឃាត់សិទ្ធិធ្វើនយោបាយលោកសុកអេសានអ្នកនាំពាក្យគណបកប្រជាជនកម្ពុជាបានអះអាងថាការធ្វើវិសោធនកម្មនេះគឺជាឆន្ទៈនយោបាយរបស់គណបកកណ្ដាលអំណាចមិនមែនការឡើងដោយសារតែការគៀបសង្កត់ឬការគំរាមកំហែងពីខាងក្រៅណាមួយនោះទេលោកបានអះអាងបន្ថែមទៀតថាការធ្វើបែបនេះក៏មិនមែនមកពីគណបកប្រជាជនកម្ពុជាតល់ច្រកខាងនយោបាយនោះដែរភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះគឺលោកសេងពិសិដ្ឋម្ចាស់ជ័យលាភីលេខ1ផ្នែកឆុងកាហ្វេប្រចាំឆ្នាំ2018និងជាស្ថាបនិកហាងកាហ្វេមួយនៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុបារាំងលោកសេងពិសិដ្ឋបានរំលឹកអំពីបទពិសោធន៍នៃការប្រកួតប្រជែងឆុងកាហ្វេរបស់លោកនៅក្នុងឆ្នាំ2018នេះអ្នកឆុងកាហ្វេដៃឯករូបនេះណែនាំឲ្យអ្នកចូលចិត្តកាហ្វេទទួលទានកាហ្វេដែលកិនស្រាប់និងឆុងនៅចំពោះមុខដើម្បីធានាសុវត្ថិភាពជាជាងទទួលទានកាហ្វេដែលឆុងរួចស្រេចទុកសម្រាប់តែចាក់លាយជាបន្តទៅទៀតនេះសូមអញ្ជើញស្ដាប់បទសម្ភាសន៍ទាំងស្រុងដូចតទៅលោកនាងស្ដាប់ជាទីមេត្រីនៅចុងឆ្នាំ2018នេះនៅពេលដែលកាហ្វេក្លាយជាភេសជ្ជៈដ៏ពេញនិយមនៅកម្ពុជានាងខ្ញុំសូមអនុញ្ញាតណែនាំលោកនាងឲ្យស្គាល់ម្ចាស់ជ័យលាភីឆុងកាហ្វេលេខ1ប្រចាំឆ្នាំ2018នៅកម្ពុជាលោកកំពុងតែមានវត្តមានជាមួយយើងក្នុងស្ទូឌីយោរបស់វិទ្យុបារាំងអន្តរជាតិជំរាបសួរលោកសេងពិសិដ្ឋចា៎បាទជំរាបសួរចាលោកពិសិដ្ឋប្រិមិត្តអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិរួមទាំងនាងខ្ញុំផងមិនបានដឹងពីមុនសោះតែម្ដងថាមានការប្រឡងឆុងកាហ្វេលោកអាចរំលឹកប្រាប់យើងខ្ញុំបន្តិចបានទេថាតើការប្រឡងដែលលោកចូលប្រឡងនឹងមានប្រវត្តិហើយនឹងដំណើរការយ៉ាងណាដែរចា៎អូខេជាធម្មតាការប្រកួតនឹងយើងមានជារៀងរាល់ឆ្នាំទេហ្នឹងហើយគឺការប្រកួតឆុងកាហ្វេហ្នឹងយើងរៀងរាល់ឆ្នាំគេធ្វើឡើងជាមួយនឹង Camp Food អញ្ចឹងទៅណាចាហើយពិព័រណ៍ម្ហូបអាហារហ្នឹងហើយពិព័រណ៍ម្ហូបអាហារក្នុងនោះមានការប្រកួតចុងភៅមានការប្រកួតអីក្នុងហ្នឹងការប្រកួតកាហ្វេមួយក្នុងចំណោមហ្នឹងដែរចាហ្នឹងហើយការប្រកួតឆុងកាហ្វេហ្នឹងជារួមគឺយើងយកបទដ្ឋានការប្រកួតដោយរបៀបស្តង់ដារអន្តរជាតិដែរហ្នឹងហើយដំណើរការយ៉ាងម៉េចទៅការប្រកួតហ្នឹងគេតម្រូវឲ្យយើងខ្ញុំនិយាយជាកាត់មកទៅគេតម្រូវឲ្យយើងឆុងកាហ្វេ12កែវក្នុងរយៈពេល15នាទីចាហើយក្នុងដែរយើងត្រូវបកស្រាយថាហេតុអីក៏យើងយកកាហ្វេប្រភេទហ្នឹងមកហេតុអីក៏កាហ្វេហ្នឹងមានរសជាតិបែបហ្នឹងហេតុអីក៏យើងធ្វើអញ្ចឹងយើងត្រូវបកស្រាយហើយក្នុងអំឡុងពេល15នាទីហ្នឹងយើងត្រូវធ្វើត្រូវនិយាយហើយត្រូវលើកឲ្យគណៈកម្មការដែរហើយនឹងត្រូវសម្អាតកន្លែងយើងដែរចារៀងរាល់ការហួសម៉ោងក្នុងមួយសកុងគឺកាត់មកបន្ទុកអញ្ចឹងបើយើងហួសម៉ោង60សកុងដែលថាមូលនីតិហ្នឹងគឺយើងគេហៅថា disqualify មកមានន័យថាទោះបីយើងធ្វើល្អប៉ុណ្ណាក៏យើងធ្លាក់អូតូដែរអានឹងជាក្រឹតវិន័យគេដែលគេដាក់ក្នុងការប្រកួតហ្នឹងហើយទាំង12 drink ហ្នឹងគេតម្រូវឲ្យយើងធ្វើ espresso ចាបងប្អូនខ្មែរយើងប្រហែលជាលឺច្រើន espresso មិនដែរអត់សូវមានអ្នកចូលចិត្ត espresso មកនេះព្រោះវាមានតែកាហ្វេអត់មានស្ករមានអីហើយវាវិញយើងត្រូវធ្វើ espresso 4កែវឲ្យគណៈកម្មការហើយបន្តមកទៀតយើងត្រូវធ្វើ cappuccino ប្រហែលជាមានអ្នកចូលចិត្តច្រើនហ្នឹងដែលមាន steam ទៅដោះគោដាក់ពីលើប៉ុន្តែ4មុខហ្នឹងជា cappuccino ហើយនឹង4មុខចុងក្រោយគឺជា drink ដែលយើងបង្កើតឡើងខ្លួនឯងភេសជ្ជៈដែលយើងបង្កើតឡើងខ្លួនឯងប៉ុន្តែត្រូវមានespresso ពី4កែវដំបូងហ្នឹងលាយទៅក្នុងភេសជ្ជៈ4កែវចុងក្រោយហ្នឹងដែរចាលោកពិសិដ្ឋយកអ្វីទៅប្រឡងភេសជ្ជៈដែលលោកបង្កើតខ្លួនឯងហ្នឹងយើងយក lime latte ហ្នឹង latte កូឆ្មាស្ដាប់មើលទៅអ្នកបើនេះទៅយើងអាចថាមានរសជាតិជូរតែតាមពិតវាអត់ជូរវាគ្រាន់តែជា latte ដែលមានក្លិនកូឆ្មានៅក្នុងដោយសារយើងយកក្លិនពីសបកកូឆ្មាមកសបកកូឆ្មាខ្មែរហ្នឹងមានអាគុយលឿង lemon ទេយើងយកអាហ្នឹងមកធ្វើជា syrup យកមកលំងាស់ជាមួយនេះដើម្បីធ្វើជា syrup ហើយដើម្បីដាក់វាទៅក្នុងហ្នឹងហេតុអ្វីបានជាលោកពិសិដ្ឋជ្រើសយក lime latte ទៅប្រកួតខ្ញុំគិតថាមួយវាជាគ្រឿងផ្សំដែលនៅស្រុកខ្មែរយើងអាចប៉ះពាល់បានដោយយើងមិនបាច់
trong nom châu kêu xong để cái bữa sinh này dương trong yêu để cái miền play thom mà đá cà phê miền chiaไอ้cái này nó sụp mai dương miền đang bị đàm miền chia về dương từ lọ phật này chứ vì chỉ là bao đạiผลิตภัณฑ์เลยdươngนั่นไงน้องจังจะแสดงยังมีเครื่องซ้อมอย่างเช่นโดยประเภทครีมโดยประเภทไอ้ยังด่าโจตัววิสัยแต่จีเราบอกได้ยังเถอะนอมโจแต่แบบนั้นจังมาเสนอยังจอมปากกาดาซีนเชิดตริงมวยได้จุดขมายไปกูแต่เจียบละตะพอเลยนะขมายยังไอปลาบานอย่างนั้นจังย้อนจังไอซ้ำยำนะมวยเวียซิมพอลให้เวียไอจะยังกระทำวิรุจิตวิพลายบนยังน่าจะโจจัดวิยังกระทำมนุษย์มวยจนุนก็โจจัดอะไรนั่นเองนั่นแหละจ้าลูกเส้นพิเศษไปโยนบ้านเต้ทานลำละเต้ได้ลูกประกาศมานั่งมีรูจิตระเบียบมาจ้ารูจิตวิรู้จักโดยเจกาแฟแต่ดอกโก้ให้วิบไอมล้อมให้นางมีคลันชงวยกุชมานักนังได้ให้โดยเจกาแฟแต่ดอกโก้มวยตะขมมยังปัวตึกสกอร์ได้ยังลงงอปีสบอกกุชมานั่งเวประกาศเจนเยอะโดยยังหาแต่ตายกุชมาแต่ขมมปันได้อันนี้วิจิกาแฟวันรู้จักแบบนั้นเจอกากับสังกอได้ตามระยะการใจคณีตามพิดาเมาส์มุนโจสตูดิโอนี่คิมบานดังมาทามุนเปดลูกตัวบันเจเลพีเล็กมวยในชนามปีปอนดับรำใบพายชงกาแฟนี่ลูกทรอบานโจประกูดได้หายทรอบานเลตพอจูจัดสมบัติในการลงใจยังก็ถ้าใหญ่การปีชนามปีปอนดับเปิ้ลบ่นใหญ่เตอร์ถ้าจูจัดกับบ้านบันไดจะปุ่นยังมือวิจิวิจมีนจันทร์จะปุ่นยังก็ถ้าวิจิกาบางก็ต้องปัวมวยการปียังโจรูการปียังโจรูมาชนามตะบงนั้นจะแสดงบอดบิซอนน้องกาแฟยังโดยจิตตำบานบอดบิซอนน้องกาแฟพอยังโดยจำปีหรือกับใบคายแบบนั้นเองจึงวิสุทธิแสดงให้ยังก็โดยซาแต่ยังจังเจ้ยังได้จะทั้งแต่ประกูเราดังใบบานบอดบิซอนให้เต้าบานโดยจัดเมนทวีตบัตรยังแต่บอลเบียแปลกระไปปลอดให้โดยซาสมัติแต่เพียพ้องโดยซายังมีจนได้คว้าคาจิชอนพ้องทัวยังไอเตาบานเจออย่างนั้นไงปัจจัยปัจจัยยังกระทำกรุกรอนปัจจัยเอาไว้ได้สำคัญเอาไว้ยังบานมาเป็นการประกวดเลือกตีมวยพันยังนึงวิทัวยังดังฮะการประกวดเลือกตีปีนเถอะกายแต่เลยไอ้คลายังเถอะเป็นเรื่องคนไอ้แต่เลยไอ้คลาอันนั้นไงได้จีจำนวนได้ยมเรียนให้ดอกสรงเป็นการประกวดเลือกตีมวยบานสำคัญในไปได้มันบานแต่ตัวเจลิพีทมดมในขนมชนะปีปอนดับทำปีลูกเฮียนสมัครจูประกวดดองที่ได้ชนะปีปอนดับใบเอาไว้ตั้งใจการจำเริญจัดโลกานังจ้ะโดยซาแต่คืนจำนวนคว้าคาดพอนรุ่นไอเลิกตีมวยให้ปีการนายน้อมพอนคณะกรรมการอันตรายมวยจำนวนในกอดแผลตาโอในไอเนี่ยคว้าขาดจำนวนนี้จำนวนนี้แต่ว่าให้ทัวร์ยมแผลรุ่นไอเนี่ยขนมบอดสเปียจังหวัดพอนยมการประกวดปีปอนนำเปิ้ลท่าปีปอนนำใบยมเธอจะมาดองตีกันอะไรยังให้ยมจังมาให้ยมจังทัวร์เป็นอย่างได้เอาไอ้ไม่ยังแต่เลยการประกวดนึงซึ่งปีปอนนำใบไปประกวดยังก็ถ้ายังจังชนะหรือก็ไอ้คนไหนยังจังเตอเอาอย่าไว้อ้อมพิสมาแต่เพียงยังเรียนผู้ยังก็ถ้าปีปอนดัมเปอร์ยังเอาตอนยังกว่าจึงปีปอนไปยังจังได้มองให้เราแต่พอไม่มาเตอนั่งนี่จ้าลูกเซนพิเศษประตอปีแต่ตัวบานเจลิพีเล็กมวยภายชงกาแฟในชนะปีปอนดับไปนั่งเมาส์ลูกบานตัวการเอาอย่างไรอย่างไม่ในขนมสังคมมวยได้มนุษย์ตูเตอร์จะจัดยำกาแฟจ้าวิริงพลายปีมุนมาบันได้อยู่จมพูนเนี่ยดอตเตยได้กินมือมอธรรมดานนเปย์ยังชนะยังยืงโอเคท่าจึงไอช่องกาแฟวันเธอช่องกาแฟช่างไงแต่ยังปุ่นยุ่งยืงครูนไอเนี่ยแต่ชิ้นเนี่ยช่องกาแฟมันเนี่ยจังให้ยืงจังเอาอย่าไว้จำเนี่ยดังในครูนไอมีนั่งเตยเนี่ยประตอเตียนเอาไว้ได้พลายมีในท่ารอเอาไว้ได้ยืงใหญ่เตอมนุษย์อันยังเอาทำลายคอพิมอนออกมาได้ยังเยอะทากาแฟนี่ละอ่อนใช่กาแฟเนี่ยมนุษย์นึงซัวมนุษย์นึงจังงอลมนุษย์นึงจับอารมณ์ฉันจึงกาพิมอนยังเยอะยังคนนั้นจีมนุษย์มันเนี่ยจังนะปันได้ตัวใบวีไว้พลายพลูได้ปันได้พวกยังเป็นแต่จีเนี่ยช่องกาแฟหมดกายแต่ได้พวกยังก็ท่ามันเนี่ยไอช่องกาแฟช่างงานบานโดยที่นี้อาศัยแต่เลยกอดบานประจันวิออดช่วงนั้นโดยชนำนี้จะยังคืนบาริสต้าได้ประกวดก่อนมินจนีเฉินปันได้ไอดังกอดคว้าจนนั้นมวยให้ไอสำนางรอยมมีอะไรจนนั้นยังไหนเลิกเตอไออย่าไว้ได้ยังชนะเกยแต่ปันนังไอจ้าลูกพิเศษใบบนชนำจงร้านที่ยังคืนทาวิไซกาแฟในสรุปหมายยังหักมันตู้หลังห่างกาแฟก็มีจานเนี่ยยำกาแฟก็มีจานกาจำนายแต่เลยกาแฟนั่นก็มีจานลูกโยธากาตัวติงกาแฟแบบไปเชื่อปลอดยังสับไงนั้นวิจิตรเมรกาจำบัดคว้าเหมือนบานแต่มาดองหรือมวยก็กรอนแต่เจียตุ่มโนตามคณีเดลบินมาแพลทให้วิอาหนังซาผลิตเตวินจ้ะยมกท่าวิจิตรเมรกาเดลท่าจำบัดอดบ้านวิอดอถนัดนั่งไงมันได้วิอาท่าวิจิไว้มวยเดลนเปเดมันยังมีหลักเพียบก็จ้องใจลุยแต่เลือไว้มวยเดกอดอาจประกันliving standard คนก่อนเหมือนจังนะจังสุดท้าย
តើវាជា trend មួយដែលកើតឡើងហើយវានឹងបាត់ទៅវិញឬក៏អត់ខ្ញុំគិតថាវាមិនបាត់ទៅវិញទេពីព្រោះរៀងរាល់ថ្ងៃកាហ្វេវាខ្លាយទៅជាភេសជ្ជៈយើងញ៉ាំរៀងរាល់ថ្ងៃដែលអត់បានអាចថាសួរថាញៀនអត់ចំពោះខ្ញុំមួយថ្ងៃអាចផឹកកាហ្វេ5-6កែវតែបងថ្ងៃណាអត់ដូចថ្ងៃនេះអត់បានផឹកមួយកែវថ្ងៃនេះចង់ញ៉ាំទឹកតែយ៉ាងថ្ងៃសម្រាប់នេះតែបងថ្ងៃណាធ្វើការមានអារម្មណ៍ថាត្រូវការកាហ្វេយើងត្រូវការអីមួយជំរុញយើងត្រូវការអីគេមួយមិនញៀនទេប៉ុន្តែត្រូវតែញ៉ាំដែរចំពោះខ្ញុំអាចញ៉ាំក៏បានអាចអត់ក៏បានអត់ជាបញ្ហាប៉ុន្តែខ្ញុំញ៉ាំច្រើនក៏ខ្ញុំនៅតែគេងដែរអញ្ចឹងសួរថាវាជាការខ្ជះខ្ជាយលុយអត់ខ្ញុំគិតថារាល់ថ្ងៃអ្នកញ៉ាំកាហ្វេពិតប្រាកដមានមួយចំនួនប៉ុន្តែបើប្រៀបធៀបនឹងហាងកាហ្វេពិតប្រាកដវាអាចចង់មានចំនួនលើសពីអ្នកញ៉ាំប៉ុន្តែដែលឡែកហាងកាហ្វេមួយចំនួនគាត់មិនលក់ដាច់ជាងគេកាហ្វេគាត់អាចលក់ដាច់ផលិតផលអីផ្សេងកាហ្វេពពួកក្លុកពពួកផ្លែឈើអីផ្សេងយ៉ាងទៅអញ្ចឹងសួរថាវាជាការខ្ជះខ្ជាយអត់ខ្ញុំគិតថាកាហ្វេម្នាក់អាចញ៉ាំត្រឹមភាគច្រើនណាបើទៅតាមស្តង់ដារច្រើនផុតមកម្នាក់មួយថ្ងៃបាន4កែវអានឹងវាអត់អាចប៉ះពាល់ដល់សុខភាពតែបើលើសពីហ្នឹងវាអាចប៉ះពាល់ដែរចាប៉ុន្តែលោកគិតថាតម្លៃកាហ្វេនៅស្រុកខ្មែរយើងភេសជ្ជៈកាហ្វេនៅស្រុកខ្មែរយើងថ្លៃពេកអត់បើប្រៀបធៀបជាមួយប្រទេសផ្សេងនៅអត់ទាន់ថ្លៃនៅរៀងធូរថ្លៃច្រើនដោយសារអានោះខ្ញុំចាក់ប្រៀបធៀបជាមួយនឹងចំណូលរបស់ប្រជាពលរដ្ឋយើងបើសិនខ្ញុំអាចនិយាយពីរយ៉ាងបើសិនយើងយកកាហ្វេ brand មកនិយាយណាចាខ្ញុំអត់លើកឈ្មោះទេតែយើងយកកាហ្វេ brand អញ្ចឹងកាហ្វេ brand វាអាចតម្លៃខ្ទង់$2ជាងទៅ$3ក្នុងមួយកែវតែបើយើងមើលកាហ្វេតាមប្រទេសវាតម្លៃខ្ទង់$5,000រៀលអីហ្នឹងអញ្ចឹងវាមានជម្រើសសម្រាប់អ្នកដែលគាត់មានទុនធានខ្ញុំគិតថាគាត់អាច afford ទៅដល់3-4រៀលបានអត់ជាបញ្ហាអ្នកអត់មានទុនធានក៏គាត់មានជម្រើសអាតម្លៃធូរថ្លៃដែរតែបញ្ហាគឺថាគុណភាពของកាហ្វេនឹងមិនដែរអញ្ចឹងខ្ញុំនៅជឿខ្ញុំនៅមានឃើញនៅក្នុងទីផ្សារក៏មានហាងកាហ្វេខ្លះគាត់ឲ្យគាត់លក់កាហ្វេក្នុងតម្លៃធូរថ្លៃហើយក៏ផលិតផលគាត់ជាកាហ្វេដែលល្អដែរហើយគាត់លក់ដាច់ច្រើនអញ្ចឹងនេះតែហាងកាហ្វេខ្លះក៏គាត់គាត់មិនមែនជាគាត់តែល្អណាស់ទេប៉ុន្តែក៏គាត់ពួកគ្នាលក់តម្លៃធូរថ្លៃគ្នាអាចយកគាត់តែថ្លៃ1គីឡូ20រៀលអីមកលក់បានជាងគ្នារត់រួចដែរចានិយាយដល់គុណភាពកាហ្វេខ្ញុំចង់ឲ្យលោកជួយជម្រាបដល់ប្រិយមិត្តអ្នកស្ដាប់វិទ្យុបារាំងបន្តិចថាតើកាហ្វេដែលល្អកាហ្វេដែលមានសុវត្ថិភាពយើងអាចមើលដឹងទេហើយមើលដឹងតាមរបៀបណាចាកាហ្វេដែលល្អហើយនិងកាហ្វេដែលសុវត្ថិភាពខ្ញុំនិយាយរឿងនឹងពីកាហ្វេដែលល្អសិនកាហ្វេដែលល្អបើសិនជានៅក្នុងទីផ្សារនោះគេចែកជា commercial grade specialty grade ចាអញ្ចឹងកាហ្វេដែលល្អហ្មងយើងអាចមើលឃើញអានឹងប៉ុន្តែលើចំណង់ចំណូលចិត្តប៉ុន្តែខ្ញុំអាចឲ្យទៅលើតម្លៃវាសិនព្រោះយើងតម្លៃយើងអាចដឹងថាធម្មតាថ្លៃរបស់ថ្លៃល្អតែអញ្ចឹងកាហ្វេដែលយើងអាចមើលក្នុងលក្ខខណ្ឌងាយៗហ្មងកាហ្វេដែលលីងខ្មៅខ្លាំងចេញខ្លាញ់អាឡងភាគច្រើនតម្លៃវារៀងធូរថ្លៃជាងកាហ្វេដែលគេលីងរៀងកណ្ដាលដែលនៅមើលឃើញពណ៌រៀង cinnamon ពណ៌រៀងថ្នោតណាអានឹងវារៀងតម្លៃវារៀងថ្លៃជាងកាហ្វេដែលលីងខ្មៅក្រឹបហើយចេញប្រេងហ្មងចាអញ្ចឹងសួរថាហេតុអីក៏ពីរនឹងតម្លៃខុសគ្នាហើយមួយនេះជាងទី1កាហ្វេដែលលីងខ្មៅនេះគេច្រើនជាយើងហៅថា Robusta អញ្ចឹងអ្នកនៅក្នុងវិស័យកាហ្វេគាត់ដឹងហើយថា Robusta គេ Robusta វាច្រើនដាំនៅច្រើនអាស៊ីយើងហើយនឹងនៅខ្មែរយើងក៏មានដាំដែរដោយឡែកវាអត់សូវមានរសជាតិច្រើនទេហើយនឹងមួយប្រភេទទៀតយើងហៅ Arabica នៅពេលដែលយើងឮថា Arabica យើងនៅកាហ្វេហ្នឹងល្អហើយកាហ្វេហ្នឹងវាច្រើនវាថ្លៃដែរហ្នឹងហើយហើយមួយទៀតតើតើនឹងកាហ្វេសុវត្ថិភាពអត់នេះអត់ខ្ញុំដោយសារតែយើងអត់ដែលចោះទៅមើលថាអូកាហ្វេនេះគ្រោះថ្នាក់ប៉ុន្តែខ្ញុំចំពោះខ្ញុំផ្ទាល់ហ្មងខ្ញុំចូលចិត្តញ៉ាំកាហ្វេដែលកិនស្រាប់ចាព្រោះកិនស្រាប់ទី1យើងឃើញនឹងភ្នែកណាជាគ្រាប់ដែលមកស្រាប់តែគ្រាប់ដែលកិនហើយស្រាប់យកទៅនេះហើយឬក៏កាហ្វេដែលឆុងទុកណាអានេះយើងអត់ដឹងថាវាមានអីអញ្ចឹងក្នុងចំណុចហ្នឹងមួយខ្ញុំចង់ឲ្យបងប្អូនយើងថាបើសិនជាចង់ដឹងថាកាហ្វេហ្នឹងសុវត្ថិភាពអត់ដំបូងឡើយយើងត្រូវឃើញគេកិនហើយយើងឆុងហើយយើងភ្លាមអាហ្នឹងប្រហែលជាល្អជាងតែបើសិនជាធ្វើស្រាប់ហើយធ្វើទុកដាក់ដបឲ្យច្រកគាត់ទៅចាក់ឲ្យយើងមកអាហ្នឹងយើងអត់ដឹងថាវាអីដែរចាចុងក្រោយដោយសារតែលោកធ្វើការក្នុងវិស័យកាហ្វេនឹងស្រាប់ខ្ញុំចង់ដឹងថាតើកាហ្វេមានអត្ថន័យអ្វីចំពោះលោកសេងពិសិដ្ឋចាចំពោះខ្ញុំអាចថាដោយសារកាលពីមុនខ្ញុំចាប់ផ្ដើមកាហ្វេនៅ2017អញ្ចឹងមកដល់ឥឡូវវាចិត្តចូល2019 7 ឆ្នាំអញ្ចឹងខ្ញុំគិតថាពីមុនខ្ញុំអាចថាយើងជាអ្នកធ្វើការធម្មតានៅ office នៅអីចឹងយើងអត់ដឹងថាខ្លួនឯងចូលចិត្តអីទេ
ដល់មួយថ្ងៃមួយយើងរកឃើញខ្លួនឯងហើយយើងរកខ្លួនឯងតាមរយៈកាហ្វេអញ្ចឹងអាចថាកាហ្វេវាជាអ្វីដែលខ្ញុំជាផ្នែកមួយនៃជីវិតដែលអាចអត់បានយើងត្រូវធ្វើវាយើងត្រូវរស់នៅមួយវាអញ្ចឹងណានឹងនិយមន័យចំពោះកាហ្វេចំពោះខ្ញុំអញ្ចឹងខ្ញុំចង់ឲ្យការរស់នៅរបស់ខ្ញុំនឹងមានកាហ្វេមកពាក់ព័ន្ធទាំងអស់ចាដោយអស់ពេលហើយខ្ញុំសូមបញ្ចប់កិច្ចសម្ភាសជាមួយនឹងលោកសេងពិសិដ្ឋទៅត្រឹមនេះហើយខ្ញុំសូមជម្រាបជូនលោកអ្នកស្ដាប់ថាលោកសេងពិសិដ្ឋជាជ័យលេខលេខ1ផ្នែកឆុងកាហ្វេប្រចាំឆ្នាំ2018ជាអ្នកបណ្ដុះបណ្ដាលអ្នកឆុងកាហ្វេនិងជាស្ថាបនិកហាងកាហ្វេមួយដែលមានទីតាំងនៅក្នុងបូរីពេញហួតបឹងស្នោសូមអរគុណនិងសូមជម្រាបលាលោកចា៎បាទសូមអរគុណសូមជម្រាបលាប្រិយមិត្តជនរួមជាតិទាំងអស់គ្នាបាទ